ការងារដែលមានភាពតានតឹងនិងធុញថប់នៅក្នុងអារម្មណ៍បង្កឲ្យមានផលគ្រោះថ្នាក់ការមានក្តីកង្វល់ឬការព្រួយបារម្ភហួសហេតុគឺមិនល្អនោះទេសម្រាប់សុខភាពរបស់អ្នកមនុស្សសឹងតែគ្រប់គ្នាគឺតែងតែមានក្តីព្រួយបារម្ភភាពតានតឹងនិងសម្ពាធឬបរិយាកាសការងារដែលខ្លួនកំពុងតែរស់នៅនិងប្រកបការងារប្រចាំថ្ងៃការបង្កើតនៅចំនួននៃការព្រួយបារម្ភច្រើនហួសហេតុពេកនោះវានឹងបង្កឲ្យមានផលប៉ះពាល់ទៅដល់សុខភាពប្រចាំថ្ងៃរបស់អ្នកក៏ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថាវានឹងនាំមកផលប៉ះពាល់ដល់សុខភាពរបស់យើងដោយដែលផ្លាតូបានបញ្ជាក់យ៉ាងច្បាស់ថាចិត្តនិងរាងកាយរបស់មនុស្សយើងគឺមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធបងប្អូនប្រុសម៉ាយ៉ូដែលជាគ្រូពេទ្យដ៏ល្បីល្បាញម្នាក់ធ្លាប់បានប្រកាសថាក្រេមន្ទីរពេទ្យជាងពាក់កណ្ដាលរបស់យើងគឺពោពេញទៅដោយមនុស្សដែលរងនៅអារម្មណ៍នៃការខកចិត្តការថប់អារម្មណ៍និងការព្រួយបារម្ភនិងភាពអស់សង្ឃឹមជាច្រើនកាលណាកម្រិត stress ខ្ពស់ឡើងដែលយើងភ្ជាប់ជាមួយនឹងការងារដែលមានសម្ពាធខ្លាំងអាចបណ្ដាលឲ្យយើងកើតជំងឺបេះដូងតាមការសិក្សាមួយបានបង្ហាញថា1/3នៃនាយកប្រតិបត្តិការអាជីវកម្មបានទទួលរងពីជំងឺបេះដូងដំបៅក្រពះនិងជំងឺតម្រងនោមក៏ដូចជាជំងឺលើសឈាមជាដើមការសិក្សាមួយទៀតក៏បានបង្ហាញឲ្យឃើញផងដែរថាចំនួនវេជ្ជបណ្ឌិតក៏ដូចជាអ្នកធ្វើស្រែចម្ការជាច្រើនបានស្លាប់ដោយសារជំងឺខ្សោយបេះដូងដែលលើសពី20ដងនេះមានន័យថាប្រសិនបើអ្នកស្ថិតនៅក្នុងការ stress ខ្ពស់ដែលបណ្ដាលឲ្យអ្នកព្រួយបារម្ភនោះអ្នកត្រូវចេះរកវិធីដើម្បីប្រយុទ្ធប្រឆាំងនឹងការព្រួយបារម្ភនិងភាពតានតឹងវិលវល់មិនចេះចប់មិនចេះហើយនោះភាពច្របូកច្របល់អាចនឹងបង្កើតឲ្យមានការព្រួយបារម្ភនិងក្តីកង្វល់ដូច្នេះចូលរកការពិតឲ្យឃើញអំពីការព្រួយបារម្ភរបស់អ្នករួចរកវិធីដោះស្រាយបញ្ហាទាំងនោះឲ្យបានតើអ្នកនឹងមានអារម្មណ៍យ៉ាងណាប្រសិនបើគេប្រាប់អ្នកនៅល្ងាចថ្ងៃសៅរ៍ថាសូមអ្នកមកព្រឹកថ្ងៃច័ន្ទរួចអ្នកនឹងត្រូវគេចាប់ចូលក្នុងបន្ទប់ទារុណកម្មណាមួយប្រសិនបើនៅពេលដែលឮគេនិយាយដូច្នេះតើអ្នកមានអារម្មណ៍ថាភ័យខ្លាចនិងព្រួយបារម្ភដែរឬទេចម្លើយគឺមិនប្របាននោះទេច្បាស់ណាស់ថាអ្នកប្រហែលជាមានការព្រួយបារម្ភនិងភ័យខ្លាចប៉ុន្តែវាក៏នឹងមានវិធីដោះស្រាយជាមួយនឹងក្តីកង្វល់ក្តីបារម្ភទាំងនោះដែរប្រសិនបើអ្នករកវិធីដោះស្រាយបាននៅពេលដែលអ្នកសម្រេចចិត្តថានឹងដោះស្រាយបញ្ហាក្តីកង្វល់របស់អ្នកហើយសូមចាប់ផ្ដើមសកម្មភាពរបស់អ្នកភ្លាមដោយមិនត្រូវសោកស្ដាយអ្វីទាំងអស់តើអ្នកធ្លាប់ធ្វើការសម្រេចចិត្តក្នុងជីវិតរបស់អ្នកដោយគ្រាន់តែស្មានហើយមិនមានភាពច្បាស់លាស់ដែរឬទេទំនោរនេះហើយកើតឡើងជាទូទៅចំពោះមនុស្សយើងហើយតែងតែឆ្ងល់ថាតើការសម្រេចចិត្តនោះត្រឹមត្រូវដែរឬទេឬក៏នៅមានផ្លូវផ្សេងទៀតសម្រាប់ជ្រើសរើសទោះបីជាទំនោរបែបនេះជារឿងដែលពេញនិយមក៏ដោយក៏វាអាចបង្កគ្រោះថ្នាក់ផងដែរនៅពេលដែលអ្នកព្យាយាមរកវិធីច្រើនយ៉ាងដើម្បីដោះស្រាយកង្វល់របស់អ្នកដោយមិនមានភាពច្បាស់លាស់នៅពេលដែលអ្នកព្យាយាមរកវិធីដើម្បីដោះស្រាយបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះអ្នកត្រូវចាប់ផ្ដើមដោយការវិភាគរកការពិតប៉ុន្តែនៅពេលដែលការវិភាគនេះបានបញ្ចប់ហើយអ្នកក៏ត្រូវជ្រើសរើសសកម្មភាពមួយរួចហើយដូច្នេះអ្នកមិនគួរត្រឡប់ទៅដំណាក់កាលវិភាគនោះវិញទេសូមចងចាំថាបើអ្នកបានធ្វើការសម្រេចចិត្តរួចហើយសូមធ្វើការសម្រេចចិត្តដោយម៉ឺងម៉ាត់ហើយសូមកុំបោះបង់ការព្រួយបារម្ភនិងក្តីកង្វល់ទាំងអស់របស់អ្នកចោលសូមកុំមានការស្ទាក់ស្ទើរឬការពិចារណាឡើងវិញឬថយជំហានរបស់អ្នកភាពស្រពេចស្រពិលមិនច្បាស់លាស់បន្តិចបន្តួចអាចនាំទៅរកភាពស្រពេចស្រពិលកាន់តែធំឡើងរបស់អ្នកហើយវានឹងទៅប៉ះពាល់ទៅដល់ការវិភាគនិងការងារដែលអ្នកបានដាក់រួចហើយនោះនៅពេលដែលអ្នកសម្រេចចិត្តជ្រើសរើសសកម្មភាពណាមួយច្បាស់លាស់ហើយសូមរក្សាជំហរនិងការតាំងចិត្តរបស់អ្នកហើយកុំវង្វេងស្មារតីឲ្យសោះបើមិនដូច្នោះទេអ្នកនឹងឃើញខ្លួនឯងត្រឡប់មកនៅកន្លែងដើមវិញជាក់ជាមិនខានរស់សម្រាប់ថ្ងៃនេះសូមកុំបង្វែរឬបញ្ឆិតបញ្ឈៀងរាល់ទុក្ខកង្វល់ពីម្សិលមិញនិងថ្ងៃស្អែកឲ្យផុតពីខ្លួនរបស់អ្នកតើអ្នកធ្លាប់ដែរឬទេចំណាយពេលវេលាមួយយប់
សាកល្បងក្រឡេកទៅមើលអ្វីដែលបានកើតឡើងនៅក្នុងអតីតកាលរបស់អ្នកឬក៏ធ្លាប់សាកល្បងគិតពីអ្វីដែលអាចនឹងកើតឡើងនាពេលអនាគតរបស់អ្នកដែរឬទេបើដូច្នោះមែនគឺមិនមែនតែអ្នកនោះទេក៏ប៉ុន្តែមានមនុស្សជាច្រើនទៀតដែលកំពុងតែគិតបែបនេះប៉ុន្តែអ្នកត្រូវសួរខ្លួនឯងថាតើទីបញ្ចប់ទៅនឹងជាយ៉ាងណាហើយអ្នកនឹងបានអ្វីមកវិញកុំបារម្ភអំពីអតីតកាលដែលបានកន្លងហួសរបស់អ្នកអីឬអនាគតដែលមិនទាន់កើតឡើងគឺវាគ្មានផលប្រយោជន៍អ្វីនោះទេមកលើអ្នកនិពន្ធម្នាក់បានពណ៌នាអំពីភាពមិនសមហេតុផលទៅលើក្មេងម្នាក់នៅពេលដែលក្មេងនោះមិនទាន់ធំពេញវ័យគេតែងតែសួរខ្លួនឯងថាតើពេលណាទៅដែលខ្ញុំធំពេញវ័យនៅពេលដែលគេធំពេញវ័យហើយគេក៏សួរខ្លួនឯងទៀតថាតើនៅពេលណាទៅដែលខ្ញុំរៀបការបន្ទាប់មកទៀតគេក៏បានរៀបការហើយគេក៏សួរខ្លួនឯងទៀតថានៅពេលណាដែលគេចូលនិវត្តន៍ក៏ប៉ុន្តែនៅពេលដែលគាត់បានចូលនិវត្តន៍ហើយគាត់ក៏បានក្រឡេកទៅមើលចម្ងាយដែលគាត់បានដើរកន្លងមកគាត់ចាប់ផ្ដើមមានអារម្មណ៍ថាសោកស្ដាយតែគ្រប់យ៉ាងគឺវាយឺតពេលទៅហើយរឿងនេះចង់បញ្ជាក់ថាក្មេងម្នាក់នេះដែលគាត់រវល់តែគិតរស់នៅក្នុងអតីតកាលដោយភាពវល់វល់និងមិនច្បាស់លាស់គាត់មិនបានគិតនឹងរស់នៅក្នុងបច្ចុប្បន្នភាពរបស់គាត់នោះទេជាលទ្ធផលជីវិតរបស់គាត់គឺមិនសម្រេចបំណងអ្វីទាំងអស់ដូច្នេះដើម្បីជៀសវាងនៅជោគវាសនាដ៏ក្រៀមក្រំបែបនេះអ្នកក៏បីរស់តែនៅក្នុងបច្ចុប្បន្នកាលទៅបានហើយកុំគិតពីអនាគតដែលមានភាពវិលវល់ដែលមិនច្បាស់លាស់នោះអីជាការពិតណាស់អ្នកក៏នៅតែអាចរៀបចំផែនការនិងការរៀបចំសម្រាប់ពេលអនាគតក៏ប៉ុន្តែមិនចាំបាច់មានការព្រួយបារម្ភវាច្រើនពេកនោះទេការរៀបចំដែលល្អបំផុតសម្រាប់ពេលអនាគតរបស់អ្នកគឺធ្វើឲ្យអស់ពីសមត្ថភាពដែលអ្នកអាចធ្វើទៅបាននៅក្នុងជីវិតនិងការងារនាពេលបច្ចុប្បន្ននេះទៅបានហើយសូមកុំចំណាយថាមពលរបស់អ្នកទៅលើស្ថានភាពដែលគ្មានសង្ឃឹមឬការខឹងគុំគួននោះអីកំណត់ដែនកំណត់របស់អ្នកបន្ទាប់មកអ្នកនឹងឈប់ព្រួយបារម្ភអំពីបញ្ហាទាំងនោះមនុស្សភាគច្រើនមិនដែលបានបង្ហាញឬនិយាយអំពីក្តីកង្វល់ការថប់អារម្មណ៍ stress និងបទពិសោធន៍អវិជ្ជមានដែលពួកគេជួបប្រទះកន្លងមកនោះទេ